ស្ដីដល់អ្នកថ្ងៃនេះខ្ញុំនាំអ្នកនេះមកមើលពីជីវិតពេញមួយថ្ងៃរបស់ខ្ញុំតែមួយថ្ងៃនេះខ្ញុំធ្វើអីខ្លះហើយការងារពេលព្រឹករបស់ខ្ញុំគឺត្រូវយកឡានមើលនេះទៅធ្វើឡាននេះបញ្ហារបស់វាគឺយើងធ្លាប់បើកអស់ពេញបាតអញ្ចឹងណាអញ្ចឹងពេលព្រឹកគឺអត់មានអីទេគឺចូលចាក់ប្រេងចាក់អីដើម្បីទៅតា let's goតើធ្វើតាណាបានតិចយើងក៏មកដល់កន្លែងជាងហើយដោយសារតែជាងនេះចិត្តនឹងដែរទេមកដល់ក៏ត្រូវអង្គុយចាំជាងហើយជាងគាត់រវល់ដែរឡាននេះប្រទេសមកខ្ញុំអត់គិតថាវាខូចធ្ងន់ធ្ងរហ្នឹងទេគិតថាមកឆែកតិចតួចបន្តពីជាងគាត់ដោះមកគឺបញ្ហាវាធ្ងន់ធ្ងរមែនតើគ្រឿងក្នុងរបស់វាគឺវាលាកសួតអស់ហើយអញ្ចឹងគ្មានអីទេគឺជាងធ្វើការរើសួតវាដើម្បីធ្វើការផ្លាស់ប្ដូរអញ្ចឹងព្រោះអីវាបញ្ហាវាធ្ងន់ធ្ងរហើយឡាននេះជាងវាថាមួយថ្ងៃពីរថ្ងៃគឺអត់ហើយទេតទៅ4 5ថ្ងៃអញ្ចឹងគឺការងាររបស់ខ្ញុំគឺអត់មានអីទេក្រៅពីបើកឡាននឹងមកឲ្យជាងធ្វើហើយក៏អង្គុយមើលជាងធម្មតាអញ្ចឹងទៅព្រោះអត់ដឹងអីធ្វើទេព្រោះអត់មានអីធ្វើអញ្ចឹងហើយតទៅអង្គុយមើលអស់ចិត្តអស់ចង់រើខ្ទេចខ្ទីទៅវាគ្មានទេវាមានតែប៉ុណ្្នឹងហើយមកដល់ពេលល្ងាចគឺឲ្យជាងដប់ទៅផ្ទះវិញហើយព្រោះថាយើងយកឡានមកទុកនៅហ្នឹងហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាមកដល់ត្រង់ចំណុចចង់បញ្ចប់មួយនេះអញ្ចឹងអត់មានអីទេអរគុណបាយបាយជួបគ្នាវីដេអូក្រោយៗទៀត